វីដេអូនេះផ្ដាំទៅបងស្រីបើសិនជាចង់រើសប្តីដែលបកកាយធ្វើម្ហូបបងប្អូនរលអ្នកដែលចេះផឹកខ្ញុំធានាជូនហ្មង10លើ10ហ្មងអ្នកដែលបកកាយផឹកបងប្អូនឲ្យម្ហូបអីក៏ចេះធ្វើឲ្យឆ្ងាញ់ហ្មងខ្ញុំធានាជូនអត់ខុសទេហើយប្រហែលជាមានបងប្អូននៅឆ្ងល់ហើយថាចេះអ្នកដែលគេអត់ចេះផឹកក៏គេចេះធ្វើម្ហូបដែរចាអូខេចាំខ្ញុំបញ្យល់ហេតុផលបើសិនឧទាហរណ៍ថាមនុស្សប្រុស10នាក់អ្នកចេះផឹក7នាក់3នាក់ទៀតអត់ចេះផឹកទេតែធ្វើម្ហូបឆ្ងាញ់ដូចគ្នាប៉ុន្តែបើសិនជា7នាក់ដែលផឹកនេះចេះផឹកនេះឆ្ងាញ់ជាងព្រោះអីអ្នកដែលគាត់ចេះផឹកនេះគាត់ធ្វើម្ហូបគាត់លោបគ្រឿងខ្លាំងជាងអ្នកដែលមិនចេះផឹកអ្នកដែលមិនចេះផឹកគាត់ធ្វើដែរឆ្ងាញ់ដែរតែវាមិនលក្ខណៈថាឆ្ងាញ់ខ្លាំងមិនលក្ខណៈថាឆ្ងាញ់លក្ខណៈថាឆ្ងាញ់ដែរឆ្ងាញ់មកល្មមមកអាចខោបានណាអាហ្នឹងក៏ប្រើពាក្យថាឆ្ងាញ់ដែរតែដែលអ្នកចេះផឹកបងប្អូនអើយខ្ញុំឲ្យ10លើ10តែម្ដងម្ហូបអីក៏បកាយធ្វើហើយនិយាយពីថាគ្រឿងវិញដាក់គេអត់ចូលនិយាយថាគេអត់នេះខំគ្រឿងណាគេដាក់មកអស់ដៃហ្មងហើយរសជាតិវិញខ្ញុំឲ្យអ៊ូយហ្មងថាឆ្ងាញ់គឺមិនអាចបំភ្លេចបានទេខ្ញុំនិយាយមែនឥឡូវបងប្អូនបកស្រាយមកអ្នកដែលគាត់នេះមិត្តភក្តិគាត់ចេះធ្វើម្ហូបក្លែមហើយគាត់ចាំតែអង្គុយក្លែមនឹងផឹកឥឡូវបងប្អូនចូលខមមិនមកតើជាការពិតអត់ខ្ញុំធានាជូនបានប្តីដែលអ្នកចេះផឹកវិញគឺម្ហូបស្អីក៏ចេះធ្វើដែរបងប្អូននិយាយថាឆ្ងាញ់ហ្មងនិយាយមែនណា